tôi tạ Nhật Bản tình xém cứ chọc rồi tạ Nhật Bản បាទបាទអរគុណច្រើនមែនទែនណាបងប្រុសណាចឹងកុំឲ្យខកខានទៅលើពេលវេលាបងប្រុសយូរនៅក្នុងគណៈពេលនេះដែរគាត់ក៏មានប្អូននៅមានគ្រូថាលោកគ្រូជាច័ន្ទសីហាគឺជាប្រធានផ្នែកផ្សព្វផ្សាយព័ត៌មានទូទៅដែលទទួលធ្វើការខលចេញពីខាងក្រុមហ៊ុនស្មាតវិទ្យានីភ្នំពេញទៅណាបង បាទបងបាទ បាទដែលលោកគ្រូធ្វើការតំណែងចូលទៅកាន់បងប្រុសនៅក្នុងគណៈពេលនេះក៏ព្រោះតែលេខទូរស័ព្ទបងប្រុសមួយប្រព័ន្ធនេះវាកំពុងតែទទួលបានទឹកប្រាក់សំណាងដែលមានការផ្ដល់ជូនក្នុងឱកាសបុណ្យគម្រប់ខួបអនុស្សាវរីយ៍18ឆ្នាំរបស់ក្រុមហ៊ុនស្មាតរៀងខ្ញុំណាបង បាទបងបាទ អត់បានតែមុននឹងខាងលោកគ្រូផ្ដល់ព័ត៌មានជូនទៅកាន់បងប្រុសដែលជាម្ចាស់លេខចាំតែលំអិតនោះហើយលោកគ្រូក៏សូមចាក់សួរទៅកាន់បងប្រុសពីទៅបីសំណួរផងដែរណាបងសូមអធិស្ឋាន បាទបងសូមឆាប់បង បាទបានទៅលើសប្តាហ៍បងប្រុសជាប្រជាពលរដ្ឋស្នាក់នៅតាមបណ្ដាខេត្តមួយណាដែរបង នៅកោះកុងនៅកោះកុង អូយើងនៅកោះកុងបងប្រុសទៅលើសប្តាហ៍បងប្រុសយើងបំពេញកិច្ចការងារឬក៏ប្រកបជាមុខរបរអ្វីដែរបង ខ្ញុំធ្វើការបងធ្វើការ ធ្វើការអ្វីដែរបងពីថ្ងៃណា ធ្វើការរត់បងធ្វើការរត់ អូយើងធ្វើការរត់ណាបងប្រុសណា បាទ បានអរគុណច្រើនណាបងប្រុសទៅលើសប្តាហ៍បងប្រុសមានជារបងក្រុមគ្រួសារណាបង មានហើយបងមានហើយ ហើយទៅលើភរិយាក៏ធ្វើអ្វីដែរបង គាត់ធ្វើគ្រូបរិញ្ញា គាត់ធ្វើគ្រូបង្រៀនណាបងប្រុសទៅលើឆ្នាំហ្នឹងបងប្រុសទទួលមានអាយុប្រហែលហើយបង អាយុ25ហើយបង អូ25ឆ្នាំហើយណាបងប្រុសណាទៅលើភរិយាយើងនេះមានអាយុប្រហែលហើយធ្វើគ្រូបង្រៀនហើយបង គាត់ទៅអាយុ22 22ធ្វើគ្រូបង្រៀនសាលាឯកជនឬក៏សាលាដែរបង គាត់រៀនសាលាឯកជន អូគាត់បង្រៀនទៅមែនបង បាទបាទ បានអរគុណច្រើនមែនទែនណាបងប្រុសមើលលោកគ្រូសូមសួរទៅកាន់បងប្រុសបន្តទៀតចោះទៅលើបងប្រុសរៀនធ្វើការរត់ហ្នឹងយើងទទួលបានប្រាក់កាក់ពីការងារហ្នឹងក្នុងមួយខែបានប្រហែលដែរបង ប្រាក់ខែមួយខែ400 អូយើងបានប្រាក់ខែមួយខែហ្នឹង$400ណាបងណា បាទបាទ បានអរគុណច្រើនមែនទែនណាបងប្រុសណាជិតខណៈពេលហ្នឹងបងប្រុសនៅកន្លែងបំពេញការងារឬក៏នៅគេហដ្ឋានដែរបង ខ្ញុំនៅបំពេញការងារ អូចឹងណាបងប្រុសអាចមានទេវេលា5ទៅ10នាទីសម្រាប់លោកគ្រូផ្ដល់ព័ត៌មានជូនបានណាបង បាទបាទបងបានមានអីទេ បាទអញ្ចឹងទៅលើការពេលវេលាម្សិលមិញនេះអំឡុងពីម៉ោង6:30នាទីរហូតដល់ម៉ោង7:30នាទីទៅលើបងប្រុសផ្ទាល់បានតាមដានទស្សនាទៅលើកញ្ចក់ទូរទស្សន៍ព័ត៌មានយ៉ាងមានអត់បង អត់បានខ្ញុំតាមដានតែប៉ុស្តិ៍ My TV មកជិះណាបងប្រុសណាដោយសារតែបងប្រុសខកខានមិនបានទស្សនាទៅបងប្រុសមិនបានយល់ពីដំណឹងមួយដែលវាពាក់ព័ន្ធជាមួយនឹងសិនការបងប្រុសមួយប្រព័ន្ធនេះណាបង បាទបងបាទ បាទទាំងលោកគ្រូសូមបញ្ជាក់ជូនទៅកាន់បងប្រុសណាចឹងទៅលើការពេលវេលាម្សិលមិញនេះអំឡុងពីម៉ោង6:30នាទីរហូតដល់ម៉ោង7:30នាទីតែខាងក្រុមហ៊ុន Smart Mobile យើងខ្ញុំមានកិច្ចសហការជាមួយនឹងខាងស្ថាប័នធនាគារ SCDA ដែលបង្កើតពីកម្មវិធីមួយដែលគេហៅថាធ្វើបុណ្យគម្រប់ខួបអនុស្សាវរីយ៍18ឆ្នាំរបស់ក្រុមហ៊ុន Smart យើងខ្ញុំ18ឆ្នាំមានតែម្ដងណាបង បាទបងបាទ បាទក្នុងនោះដែរក៏មានវត្តមានសំណាក់ត្រង់អាដាមចូលរួមធំទាំង3រូបផងដែរទៅលើវត្តមានចូលរួមទី1ចូលរួមដោយឯកឧត្តមបណ្ឌិតអង្គចាន់នេះជាប្រធានធនាគារ SCDA គ្រប់គ្រងទូទាំង25ខេត្តក្រុងស្ទល់ផងដែរណាបង បាទបងបាទ បាទចឹងទៅលើវត្តមានចូលរួមទី2ចូលរួមដល់អ្នកអង្គការកិនមេទៅលើវត្តមានចូលរួមទី3ចូលរួមដល់ក្រុមគឺអបនាយករដ្ឋមន្ត្រីលោកស្រីសំជឿម៉ែសំអនណាបងស្រីបងប្រុសស្រី បាទបងបាទ បាទចឹងហើយពួកគាត់ទាំង3រូបនេះហើយជាអ្នកបង្កើតជាកម្មវិធីខួបគម្រប់ខួបអនុស្សាវរីយ៍18ឆ្នាំរបស់ក្រុមហ៊ុន Smart Mobile យើងខ្ញុំណាបង ពួកគាត់ដូចជាមិនមែនអ្នកគ្រប់គ្រងស្មាតទេមិនបានពួកគាត់អ្នកបង្កើតកម្មវិធីនឹងវិញ បាទចឹងហើយដោយសារតែគាត់បង្កើតកម្មវិធីនេះឡើងមកគឺគោលបំណងតែមួយគត់គឺចង់ត្រួតត្រងនឹងរបបបាត់ពីក្រីក្រនៅក្នុងប្រទេសកម្ពុជាយើងមួយចំនួនទៅផងដែរណាបង អូមិនទៀត បាទច្បាស់ណាបង បាទបាទច្បាស់ បាទចឹងពួកគាត់បានមួយជាមតិគ្នាដាក់ពាក្យស្នើដល់ប្រមុខរដ្ឋាភិបាលក៏ដាក់ពាក្យស្នើបន្តមកខាងក្រុមហ៊ុនស្មាតយើងខ្ញុំដោយជ្រើសរើសយកលេខទូរស័ព្ទប្រជាពលរដ្ឋកំពុងតែទទួលធ្វើការប្រើប្រាស់សប្តាហ៍ថ្ងៃនៅក្នុងបណ្ដាញសង្គមយើងចំនួន15000លេខណាបងប្រុស វ៉ាវច្រើនណាស់ចា បានហើយ15000លេខនេះផងដែរក៏បានប្រគល់ឲ្យសហការីកញ្ញាធីតាដែលជាបុគ្គលិកក្រុមហ៊ុនស្មាតយើងខ្ញុំយកទៅដាក់ចូលក្នុងធុងឆ្នាំ Skynet បងប្រុសក្រឡុកពីក្របពីធំផ្សងប៉ុណ្ណា ហ
ចាប់ពីលេខ0រហូតដល់លេខ9នេះហើយឆ្លងទៅអតិថិជនចំណាយក្រុមតែដល់រូបតែប៉ុណ្ណោះដែលមានការផ្ដល់ជូនពីខាងក្រុមហ៊ុនយើងចាំណាបង បាទបងបាទយូរហ៎ បាទនៅក្នុងចំណោមអតិថិជនសម្រាប់រូបនោះផងដែរក៏មានលេខទូរស័ព្ទបងប្រុសមួយប្រព័ន្ធនេះដែលវាកំពុងតែចូលជើងនៅក្នុងតារាងលេខរៀងទី9ដែលត្រូវទទួលបានសម្រាប់សំណាងផ្ដល់ជូនក្នុងឱកាសបុណ្យគម្រប់ខួបអនុស្សាវរីយ៍18ឆ្នាំរបស់ក្រុមហ៊ុនស្មាតយើងខ្ញុំណាបង ខ្ញុំបានលេខម៉ាលេខ9ទេបង បាទលេខរៀងទីក្នុងចំណោមអតិថិជនទាំង10នោះបង អូចុះបាទអ្នកលេខ1បានម៉ានបងបាទអ្នកលេខ1បានម៉ានបង បាទអត់ទេណាបងប្រុសណាអតិថិជនទាំង10នេះបានទឹកប្រាក់សំណាងផ្ដល់ជូនដូចគ្នាណាបងប្រុសក៏ប៉ុន្តែក្នុងចំណោមអតិថិជនទាំង115,000លេខនេះគឺតម្រូវឲ្យស្វែងរកអតិថិជនត្រឹមតែ10រូបតែប៉ុណ្ណោះដែលមានការផ្ដល់ជូនណាបង អូបង យកទៅដាក់នៅបងកន្លែងហ្នឹង ច្បាស់ហើយបងច្បាស់ហើយ បាទអញ្ចឹងហើយដូចជាចាប់បងប្រុសក្នុងមួយប្រព័ន្ធនេះដែលវាកំពុងតែចូលជើងនៅក្នុងតារាងលេខរៀងទី9ក្នុងចំណោមអតិថិជនទាំង10រូបនោះផងដែរដែលវាទទួលបានទឹកប្រាក់សំណាងផ្ដល់ជូនក្នុងឱកាសបុណ្យគម្រប់ខួបអនុស្សាវរីយ៍18ឆ្នាំណាបងប្រុស បាទបងបាទហើយលុយនឹងបានឡើយមែនបង ចាប់ដៃនៅប្រព័ន្ធនេះបងប្រុសទទួលធ្វើការប្រើប្រាស់ទូរស័ព្ទថ្ងៃនឹងអត់បង បាទបងសប្ងៃហ៎បង បាទបងប្រុសអាថាលើទទួលធ្វើការប្រើប្រាស់ទូរស័ព្ទថ្ងៃទៅលើបងប្រុសជាម្ចាស់យើងមានចងចាំនៅលើខ្លួនឯងមួយខ្សែនឹងអត់បង ចាំបងចាំ បាទប្រសិនជាបងប្រុសមានការចងចាំខាងលោកគ្រូក៏តម្រូវបងប្រុសឲ្យបញ្ជាក់មកកាន់ខាងលោកគ្រូម្ដងទៅទៀតម្ដងទៅទៀតខាងលោកគ្រូនឹងព្រៀងផ្ទាល់គ្នាកុំឲ្យមានការខុសណាបង ហាឡើយមែនបង បាទមានលេខប្រមាណណាបង 069 20មែនទេ087 401 809បាទបងបាទ អរគុណច្រើនមែនទែនណាបងប្រុសថាលេខទូរស័ព្ទដៃទូប្រព័ន្ធនេះបងប្រុសទទួលធ្វើការប្រើប្រាស់ជាសប្តាហ៍ថ្ងៃមែនតែបងប្រុសមិនបានទៅខ្លាយបន្លំពីប្រជាពលរដ្ឋមករូបណាយកមកទទួលធ្វើការប្រើប្រាស់នោះទេនៅក្នុងគណៈពេលនេះដែរវត្តមានបងនៅមានឈ្មោះថាលោកគ្រូបើតារាខំសំបីនឹងចូលរួមអបអរសាទរទៅកាន់បងប្រុសដែលបងប្រុសជាអតិថិជនសំណាងដែលមានលេខរៀងទី9ដែលត្រូវទទួលបានទឹកប្រាក់សំណាងផ្ដល់ជូនក្នុងឱកាសបុណ្យគម្រប់ខួបអនុស្សាវរីយ៍18ឆ្នាំរបស់ក្រុមហ៊ុនស្មាតខ្ញុំផ្ដល់ទឹកប្រាក់ជូនទៅកាន់បងប្រុសរហូតដល់ចំនួន40លានរៀលបើគិតពីសមតុល្យទឹកប្រាក់ដុល្លារក៏ស្មើនឹង$10,000ក៏សូមចូលរួមអបអរសាទរទៅកាន់បងប្រុសផងដែរណាបងប្រុស អុយច្រើនហើយបងច្រើនមែន បាទអរគុណច្រើនណាបងប្រុសណា ហើយលុយនឹងបានឡើយមែនបង បាទ តម្លាក់កង់ទៅឲ្យគាត់វិញ ខាងលោកគ្រូក៏តម្រូវឲ្យបងប្រុសរងចាំពីខាងលោកគ្រូចំនួន10នាទីសិនណាបងប្រុសលោកគ្រូនឹងរៀបចំឯកសារជូនណាបង បាទបងបាទ សូមគោរពទទួលនឹងការរងចាំណាបង បាទបងបាទហត់បាន Para